តើអ្នកធ្លាប់ឆ្ងល់ទេថាប្រាសាទបាយ័នសាងសង់ក្រោយអង្គរវត្តជាង70ឆ្នាំហេតុអ្វីបែរជាទ្រុឌទ្រោមជាងអង្គរធំឆ្ងាយម្ល៉េះស្ដាប់បន្តអ្នកនឹងដឹងចម្លើយប្រាសាទអង្គរវត្តត្រូវបានសាងសង់នៅសតវត្សទី12ប្រហែលឆ្នាំ1113ដល់1150ដោយព្រះបាទសូរ្យវរ្ម័នទី2វាជាប្រាសាទឧទ្ទិសដល់ព្រះវិស្ណុតាមសាសនាហិណ្ឌូអង្គរវត្តសង់ដោយធុងខ្សាច់ដែលរឹងនិងមានគុណភាពខ្ពស់សំណង់រចនាជាសម្រង់បែបត្រឹមត្រូវមានបារាយណ៍ជុំវិញនិងជាន់លើជាន់ក្រោមតាក់ទងគ្នាយ៉ាងស្មើគ្នាការសាងសង់ប្រហែល35ឆ្នាំប៉ុន្តែស្នាដៃស្អាតល្អដល់សព្វថ្ងៃប៉ុន្តែបន្ទាប់ពីនោះប្រហែល70ឆ្នាំព្រះបាទជ័យវរ្ម័នទី7បានសង់ប្រាសាទបាយ័ននៅចុងសតវត្សទី12ដល់ដើមសតវត្សទី13ឧទ្ទិសដល់ព្រះពុទ្ធបាយ័នស្ថិតនៅកណ្ដាលទីក្រុងអង្គរធំហើយជាប្រាសាទមួយដែលបង្ហាញសិល្បៈខ្មែរដល់កម្រិតខ្ពស់បំផុតវាមានប៉មមុខពំជាង200ប៉មដែលមួយមានមុខស្នាមញញឹម4ទិសបង្ហាញសេចក្តីមេត្តាករុណារបស់ព្រះបាទជ័យវរ្ម័នទី7បាយ័នសាងសង់ប្រហែល30ឆ្នាំប៉ុន្តែដោយសាររចនាស្មុគស្មាញនិងថ្មប្រើប្រាស់ទន់ជាងថ្មអង្គរវត្តទើបវាទ្រុឌទ្រោមជាងប្រាសាទអង្គរវត្តបាយ័នជាសញ្ញាបង្ហាញពីសម័យព្រះពុទ្ធសាសនាបែបមហាយានខណៈអង្គរវត្តជាសម័យសាសនាហិណ្ឌូទាំងពីរនេះសុទ្ធសឹងជាស្នាដៃអស្ចារ្យដែលបង្ហាញថាបុព្វបុរសខ្មែរមិនត្រឹមតែមានកម្លាំងសង់សំណង់ធំទេប៉ុន្តែមានចិត្តសាសនានិងច្នៃប្រឌិតលើសមនុស្សគ្រប់ជាតិនៅអាស៊ីអាគ្នេយ៍ដូច្នេះបញ្ជាក់ឲ្យឃើញថាប្រាសាទអង្គរវត្តសាងសង់មុនខណៈប្រាសាទបាយ័នសាងសង់នៅសតវត្សទី12ដល់ដើមសតវត្សទី13